lại chia bậc phê âm phí sóng bây đã cho cắt pre nâng hái âm phí nâng tới chia bậc phê âm phí bọc bạc sập mình miền sầm lên trình tiền nâng ca na dương prao pre chắc á một ba chỉ được số bông mang nó hết ngày nay cứ dương trên bàn tới chừng mùi nâng bậc phê âm phí khá đạp bầm buôn sam bầm bay nên mà đạp bầm buôn tới tới chừng mùi nâng bậc phê âm phí ní một anh mở bán vì một vì cào chỉ bậc phê âm phí khá tấn tới tấn bao viên ní cứ mà tắc bầm buôn bắt đào bao viên ní một đào bao viên ní cứ bay tắc bầm bay bầm buôn tới tới chừng mùi nâng bậc phê âm phí ní chỉ bậc phê prao đông âm phí prao đông phượng prao phượng cả lỗ có bán phượng tôi bán bầm buôn ảnh đã côi mà crop tít này hàng không nằm bay đa tu chỉ mò sạ bảo vệ các bạn nào bọn tôi chúng mình nằm bậc phê năm phí nữa bọn này chúng mình một hai sạp bao tôi chưa có do ní cứ cột do chúng mình nằm bán pre sạp pi sạp cái bọn này pre sạp ní cột do bằng sạp hay sạp mà sạp ní cứ chuyên chụp bằng tôi chốt là chúng Facebook một quạt để nhom bàn người tàu nhom trong bọn tôi chúng mình nằm bậc phê này ok bọn ta lấy cho mình nhom nằm hay up hay cái chắp bảo vệ bọn bọn ngày mưa bọn ta pre sạp ní viên là bị mất là bị top chop bảo viên là bị mất là bị mất chắc là bốn đấy ok ta let's go cái này bọn bọn tôi chúng mình nông bọc hết pre sạp bọn nó nhìn mà thong bảo viên ní cứ miền pre ní muối bọn nó miền pre ní muối chùm muối nắng valim pi cùng rốt valim bọn cùng rốt valim ní pi hai chùm muối nắng cà pi crop trái của pi đâu bọn tôi chùm muối nông bọc hết nữa nhưng bọn này lấy bọn bọn ta lấy cho một nghề cho mùi pre ní vì miền một nghề sầm rạp thứ ấy bọn bọn tôi cho mùi nông pre ní vì miền một nghề bọn bọn này miền một nghề sầm rạp cho sầm lên bạn này tham vào sân chia âm phí đi có tham thông báo bọn bọn đã chết mò sầm lên vì mình miền sập sầm lên một việc mình bốc sầm lên ăn bốcคือយើងកែប្រភេទនេះឲ្យទៅជាសម្លេងបុកបាទបងប្អូនឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងបងប្អូនមើលតាមតកូនជាមួយនឹងប្រភេទប្រេស័ព្ទហ្នឹងឧទាហរណ៍ខ្ញុំមានប្រភេទអំភ្លីនេះម្ដងប្រភេទអំភ្លីនេះម្ដងខ្ញុំមានប្រភេទអំភ្លីនៅនេះម្ដងទៀតបងប្អូនតកូនជាមួយប្រភេទនេះតែដល់ពេលហើយបងប្អូនបោះបងប្អូនមានសាប់ផ្សេងមានសង់ផ្សេងមិនថាមានឧបករណ៍សម្រាប់បុកបាំងផ្សេងទៅមានឧបករណ៍សម្រាប់ចេញមកសម្លេងជ្រៀងជាមួយនឹងអេហ្គោរបស់វានឹងផ្សេងទៅអញ្ចឹងបានន័យថាបងប្អូនចង់ឲ្យវាលេងពីសម្លេងឲ្យវាលេងអានេះផ្នែកសង់ឲ្យដាច់អានេះទៅជាបុកបាសឲ្យដាច់គឺបងប្អូនគឺយកសម្លេងគឺរបៀបតវាគឺបងប្អូនភ្ជាប់សម្លេងចេញពីកន្លែងនេះពីអំភ្លីហ្នឹងយកបងប្អូនយកអំភ្លីទៅលេងសង់បងប្អូនភ្ជាប់សម្លេងសង់មកចូលប្រេពេលដែលសម្លេងចេញពីប្រេទៅដោតជាមួយនឹងប្រភេទអំភ្លីនេះដែលជាប្រភេទអំភ្លីសង់ពេលដែលឆ្លងកាត់ប្រេនឹងហើយអំភ្លីនឹងទៅជាប្រភេទអំភ្លីបុកបាសសឹកមិនមានសម្លេងជ្រៀងទេនឹងកាលណាយើងប្រើប្រេអញ្ចឹងបងប្អូនហើយតើតើជាមួយនឹងប្រេនេះមិនពិបាកទេតើតើជាមួយនឹងការតភ្ជាប់របស់វាបងប្អូនណានេះបងប្អូនកន្លែងដែលខ្ញុំគុំបងនេះបងប្អូនឥឡូវខ្ញុំដាក់កាមេរ៉ាចូលចិត្តកន្លែងដែលខ្ញុំគុំបងនេះគឺសម្រាប់បងប្អូនភ្ជាប់ភ្លើង 12V ចូលបងប្អូនតើតើជាមួយកន្លែងគុំបងហ្នឹងហើយសម្រាប់កន្លែងនេះបងប្អូននេះកន្លែងនេះគឺសម្រាប់សម្លេងចេញបាទអ្នកសម្លេងចេញពីវាមកចូលជាមួយនឹងគ្រឿងទទួលឬក៏អំភ្លីសាប់ឡើងណាអំភ្លីធម្មតាប៉ុន្តែពេលដែលសម្លេងបងប្អូនភ្ជាប់ចេញមកភ្ជាប់ចេញតាមរត់ដែលខ្ញុំគុំវងនឹងមកគឺចូលអំភ្លីនឹងទៅជាសម្លេងសាប់ហើយបងប្អូនតើតើជាមួយនឹងប្រភេទនេះហើយសម្រាប់ប្រភេទនេះបងប្អូនគឺសម្រាប់បងប្អូនភ្ជាប់សម្លេងចូលដែលនៅវីដេអូរបស់ខ្ញុំខាងលើមិញហ្នឹងគឺសម្លេងចេញពីអំភ្លីហ្នឹងចេញពីនឹងមកគឺបងប្អូនភ្ជាប់ចូលនឹងប៉ុន្តែជាទូទៅបងប្អូនមិនចាំបាច់ភ្ជាប់តាមស្តង់ដាររបស់វាហ្នឹងក៏បានដែរបងប្អូនមិនចាំចេះតើតើមួយការភ្ជាប់ធម្មតាសម្លេងរបស់វាចេញមកមានតែពីរតែបងប្អូនមានតែសម្លេងធម្មតាជាមួយនឹងខ្សែម៉ាស់បងប្អូនណាមានតែសម្លេងអសម្លេង L ចូលគ្នាហើយជាមួយនឹងខ្សែម៉ាស់បាទនេះបងប្អូននេះគឺកន្លែងម៉ាស់របស់វាបងប្អូនណាតើតើជាមួយនឹងហ្នឹងបងប្អូនពេលដែលបងប្អូនភ្ជាប់បងប្អូនភ្ជាប់ខ្សែតែពីរមកក៏បានដែរតើតើជាមួយនឹងការភ្ជាប់បងប្អូនភ្ជាប់ L នេះបងប្អូនណាបងប្អូនភ្ជាប់ L ជាមួយ O នេះបងប្អូនភ្ជាប់វាបញ្ចូលគ្នាហើយតកតងជាមួយនឹងប្រេនឹងទៀតបងប្អូនបើសិនជាបងប្អូនយកដល់បងប្អូនអាងទៅសម្លេងមានតែ OL ហើយនឹងម៉ាស់បាទនៅ OL យើងអាចភ្ជាប់ចូលគ្នាបានហើយជាមួយនឹងម៉ាស់អាចភ្ជាប់ចូលគ្នាបានប៉ុន្តែករណីបើសិនជាបងប្អូនភ្ជាប់តែមួយខាងហើយជាមួយនឹងម៉ាស់យកតែម្ដងក៏វាមិនលឺដែរបងប្អូនអញ្ចឹងជាដាច់ខាតបងប្អូនត្រូវតែភ្ជាប់ O ជាមួយ L ពីរនឹងភ្ជាប់ចូលគ្នារត់ខ្សែទៅមួយខ្សែហើយជាមួយម៉ាស់នឹងមួយខ្សែទៀតនឹងគឺបានវាអាចដំណើរការបានតកតងជាមួយនឹងប្រេនឹងបងប្អូនណាហ្នឹងហើយបើសិនជាបងអាងសលេង L ហើយបងប្អូនយកខាង L មិនភ្ជាប់ខាង O បងប្អូនជាប់ខាង O មិនយកខាង L បងប្អូននឹងក៏វាមិនលឺមិនដំណើរការដែរបងប្អូនតទៅជាមួយនឹងប្រភេទប្រេនេះជាប្រភេទប្រេបុកម៉ាស់ប្រើភ្លើង 12V បងប្អូនប្រើភ្លើង 12V បងប្អូនអាចសម្រាប់បងប្អូនដែលខ្ញុំកែដាក់អំភ្លីគឺយើងអាចយកភ្លើងចេញពីអំភ្លីភ្លើង 12V ចេញពីអំភ្លីមកចំជាមួយនឹងប្រេនឹងក៏បានដែរតទៅជាមួយនឹងប្រេនឹងបងប្អូនណាហ្នឹងហើយអូខេបងប្អូនឥឡូវវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពីលោកច័ន្ទភេកអរគុណច្រើនមែនទែន